តោះយើងមកស្វែងយល់ការពិតគួរឲ្យចាប់អារម្មណ៍ទាំង12ទាក់ទងនឹងមាសការពិតទី1មាសមានអាយុកាលចាស់ជាងភពផែនដីការពិតទៅមាសមិនត្រូវបានបង្កើតឡើងនៅលើផែនដីទេអ្នកវិទ្យាសាស្ត្រជឿថាមាសភាគច្រើនបានកកើតឡើងរាប់ពាន់លានឆ្នាំមុនព្រឹត្តិការណ៍នៃការប៉ះទង្គិចគ្នាដ៏ធំនៃឯកកាយមុនពេលការកកើតឡើងនៃប្រព័ន្ធព្រះអាទិត្យទៅទៀតពេលដែលផែនដីបានកកើតឡើងការប៉ះទង្គិចនៃឯកកាយដូចជាផ្កាយប្រគ្រោះបាននាំមាសមកកាន់ភពផែនដីតាមរយៈឯកកាយដែលធ្លាក់ចូលមកក្នុងបរិយាកាសរបស់ភពផែនដីដូច្នេះមាសក៏ដូចជាលោហៈធាតុដទៃទៀតដែលយើងឃើញសពថ្ងៃនេះមានប្រភពដើមមកពីឯកកាយការពិតទី2មាសអាចស្ថិតស្ថេរជារៀងរហូតលោហៈធាតុជាច្រើនច្រេះនៅពេលដែលប៉ះពាល់នឹងទឹកនិងខ្យល់ប៉ុន្តែមាសគឺខុសគ្នាវាធន់នឹងការច្រេះបានយ៉ាងល្អមិនដូចដែកដែលច្រេះតាមពេលវេលាមាសអាចនៅតែភ្លឺចែងចាំងរាប់ពាន់ឆ្នាំនោះហើយជាមូលហេតុដែលអ្នកបុរាណវិទូនៅតែរកឃើញគ្រឿងអលង្ការមាសបុរាណដែលហាក់បីដូចជាត្រូវបានគេថែរក្សាបានយ៉ាងល្អបើទោះបីជាគ្រឿងអលង្ការទាំងនោះមានអាយុកាលចាស់ក៏ដោយភាពធន់នេះគឺជាមូលហេតុមួយដែលមាសត្រូវបានគេតំណាងឲ្យភាពអចិន្ត្រៃយ៍និងទ្រព្យសម្បត្តិតាំងពីបុរាណកាលមកម្ល៉េះការពិតទី3មាសសុទ្ធមានលក្ខណៈទន់ខ្លាំងមាសតែងតែត្រូវបានគេយកទៅតំណាងឲ្យភាពរឹងមាំប៉ុន្តែការពិតមាសសុទ្ធមានសភាពទន់ខ្លាំងចិញ្ចៀនដែលធ្វើពីមាសទឹកដប់អាចពត់បានយ៉ាងងាយជាងការរំពឹងទុករបស់មនុស្សជាច្រើនដើម្បីឲ្យសាច់គ្រឿងអលង្ការរឹងមាំជាងមុនមាសតែងតែត្រូវបានគេយកទៅលាយជាមួយនឹងលោហៈធាតុផ្សេងទៀតដូចជាស្ពាន់ជាដើមការពិតទី4មាសត្រូវបានគេយកទៅប្រើប្រាស់ក្នុងបច្ចេកវិទ្យាទំនើបមាសមិនត្រឹមតែត្រូវបានគេយកទៅច្នៃធ្វើជាគ្រឿងអលង្ការនោះទេតាមពិតទៅមាសត្រូវបានគេប្រើប្រាស់ក្នុងបច្ចេកវិទ្យាទំនើបដូចជាទូរស័ព្ទដៃទំនើបកុំព្យូទ័រឧបករណ៍វេជ្ជសាស្ត្រនិងផ្កាយរណបពីព្រោះមាសអាចចម្លងអគ្គិសនីបានយ៉ាងមានប្រសិទ្ធភាពនិងធន់នឹងការច្រេះទោះបីជាឧបករណ៍ទំនើបនីមួយៗមានបរិមាណមាសតិចតួចក៏ដោយតម្រូវការមាសក្នុងវិស័យអេឡិចត្រូនិកមានបរិមាណច្រើនព្រោះឧបករណ៍អេឡិចត្រូនិករាប់លានគ្រឿងត្រូវការផលិតជារៀងរាល់ឆ្នាំការពិតទី5មាសគឺមានភាពកម្រខ្លាំងទោះបីជាយើងតែងតែឃើញគេតាំងលក់មាសនៅក្នុងផ្សារនិងហាងលក់គ្រឿងអលង្ការជុំវិញពិភពលោកក៏ដោយតាមពិតទៅបរិមាណមាសសរុបដែលត្រូវបានគេជីកយកបានគឺតិចតួចគួរឲ្យកត់សម្គាល់បើប្រៀបធៀបនឹងលោហៈធាតុផ្សេងទៀតប្រសិនបើយើងប្រមូលផ្ដុំមាសទូទាំងសកលលោកនៅកន្លែងតែមួយទំហំមាសទាំងអស់ស្មើនឹងគប់មួយដែលមានទំហំប្រហែលជា22ទៅ23ម៉ែត្រប៉ុណ្ណោះឬប្រហែលនឹងអគារកម្ពស់7ជាន់ការពិតទី6រដ្ឋាភិបាលជាច្រើនទូទាំងពិភពលោកមានមាសបម្រុងទោះបីជានៅក្នុងសេដ្ឋកិច្ចឌីជីថលសព្វថ្ងៃប្រទេសភាគច្រើននៅតែរក្សាទុកមាសបម្រុងយ៉ាងច្រើនធនាគារកណ្ដាលកាន់កាប់មាសព្រោះវាអាចជួយរក្សាទំនុកចិត្តក្នុងអំឡុងពេលដែលមានភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុអតិផរណាខ្ពស់ឬពេលសេដ្ឋកិច្ចធ្លាក់ចុះដូច្នេះមាសជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធហិរញ្ញវត្ថុទូទាំងពិភពលោកការពិតទី7មាសសុទ្ធគឺអាចទទួលទានបានមាសសុទ្ធមិនមានជាតិពុលទេសន្លឹកមាសស្ដើងៗដែលអាចបរិភោគបានជួនកាលត្រូវបានគេប្រើដើម្បីតុបតែងបង្អែមម្ហូបនិងភេសជ្ជៈដែលមានតម្លៃខ្ពស់បើទោះបីជាវាមិនបន្ថែមរសជាតិឬអាហារូបត្ថម្ភនៅក្នុងម្ហូបអាហារក៏ដោយតែការបន្ថែមសន្លឹកមាសនៅលើម្ហូបអាហារពិតជាបង្កើនសោភ័ណភាពនិងប្រណិតភាពថែមមួយកម្រិតទៀតការពិតទី8មាសអាចទាញបានយ៉ាងវែងដែលមិនគួរឲ្យជឿយើងអាចទាញមាសមួយអោនដែលមានទម្ងន់ស្មើនឹង31.1ក្រាមឲ្យក្លាយជាខ្សែមួយដែលមានប្រវែងជាង80គីឡូម៉ែត្រហើយនៅតែមិនដាច់ទៀតការពិតទី9មាសមានទម្ងន់ធ្ងន់ទោះបីជាមានទំហំតូចក៏ដោយមាសដែលមានរាងគូបមួយហើយមានទំហំត្រឹមតែ10សង់ទីម៉ែត្រនោះអាចមានទម្ងន់រហូតដល់19គីឡូក្រាមស្មើនឹង42ផោនឯណោះការពិតទី10មាសអាចស្រូបបានតាមរយៈរុក្ខជាតិមួយចំនួនរុក្ខជាតិខ្លះអាចស្រូបយកមាសតិចតួចពីដីដែលមានជម្រៅជ្រៅបានហើយវាជាមធ្យោបាយមួយដែលត្រូវបានគេប្រើក្នុងការរុករករ៉ែមាសផងដែរឧទាហរណ៍ដូចជាដើម Eucalyptus យោងតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវនៅប្រទេសអូស្ត្រាលីដែលដឹកនាំដោយលោក Melvin Linton និងសហការីនៅភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្ត្រាលី CSIRO ដែលចេញផ្សាយនៅឆ្នាំ2013ដើម Eucalyptus អាចមានមាសបន្តិចបន្តួចនៅក្នុងស្លឹករបស់វាដែលឫសរបស់វាអាចស្រូបយកមាសបន្តិចបន្តួចចេញពីក្រោមដីជ្រៅហើយបញ្ជូនភាគល្អិតតូចៗនៃមាសចូលទៅក្នុងស្លឹកវិញការពិតទី11ដុំមាសធំបំផុតដែលមិនធ្លាប់មាននិងត្រូវបានគេកត់ត្រាទុកក្នុងឯកសារមានប្រភពច្បាស់លាស់មានឈ្មោះថា Welcome Stranger ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសអូស្ត្រាលីនៅក្នុងឆ្នាំ1869ដែលមានទម្ងន់មុនពេលកែច្នៃប្រហែលជា72គីឡូក្រាមស្មើនឹង159ផោនការពិតទី12
មាសត្រូវបានគេចាត់ទុកថាជាការវិនិយោគដ៏មានសុវត្ថិភាពនៅពេលដែលទីផ្សារពិភពលោកមានភាពមិនប្រាកដប្រជាវិនិយោគិនជាច្រើនងាកទៅរកមាសទោះបីជាគ្មានការវិនិយោគណាមួយដែលគ្មានហានិភ័យក៏ដោយមាសត្រូវបានគេមើលឃើញថាជាការវិនិយោគដ៏ល្អដែលជួយរក្សាទ្រព្យសម្បត្តិក្នុងអំឡុងពេលដែលមានភាពតានតឹងផ្នែកសេដ្ឋកិច្ច